មានម៉ាស៊ីនរយៈ VIP ព្រេងឯងក៏ដូចជាបងប្អូនដែលកំពុងតែទស្សនាការផ្សាយតតាមរយៈកញ្ចក់ទូរទស្សន៍និងតាមរយៈទូរស័ព្ទដៃផងដែរយើងមកដឹងពីសមាជិកគូពិសេសទី1ដូចតទៅបង្គោលក្រហមបញ្ញាភក្តីគេមានអាយុ14ឆ្នាំកំពុងមានម៉ែត្រ50ទម្ងន់50សំទោសទម្ងន់45គីឡូក្រាមប្រព័ន្ធប្រកួតរបស់គេបានចំនួន11ដងគេឈ្នះ8ដងចាញ់3ដងមិនដែលស្មើផ្ដួលដៃគូឲ្យសន្លប់3ដងប្រកួតចុងក្រោយចាញ់បន្ទុកកីឡាកររិទ្ធិបញ្ញាដោយបន្ទុកគេថ្វាយបង្គំគ្រូតាមរបៀបលៀបប្រឡែងកែវគេមានស្រុកកំណើតនៅភូមិព្រែកចដៅភូមិពីមឯស្រុកឯកភ្នំខេត្តបាត់ដំបងបង្ហាត់ដោយលោកគ្រូជុតសេរីមកពីក្លឹបរីហូកីឡាខេត្តបាត់ដំបងកីឡាករតាំងពីស្ដាប់បទបញ្ជានៃការប្រកួតពីលោកកញ្ញាកណ្ដាលលោកសែតប៊ូកើមន្តគុណទឹកទី1សូមបងប្អូនដែលមានវត្តមានយ៉ាងច្រើនក្នុងស្ទូឌីយោហមនេះផ្ដល់កម្លាំងចិត្តឲ្យអស់ពីម្ដងមួយត្រៀមប្រព្រឹត្តប្រកួត Extreme Cambodia គុណខ្មែរគូពិសេសទី1ទឹកទី1នេះគឺជាគូពិសេសទី1បាទគុណភាពពិតណាបាទបង្គោលរហ័សបញ្ញាភក្តីបង្គោលគៀវឡាបុនច័ន្ទធាក់ជើងភក្តីចាក់ជាប់ណែជង្គង់ទៅជង្គង់មកបង្គោលរហ័សបាទលោកគ្រូអញ្ញាកណ្ដាលសែកបូកកើតជាអ្នកវិជាការប្រកួតមួយនេះតែក្តីបញ្ញាតក់ជើងបាទបុនច័ន្ទតក់ទឹកថ្លៃទៅជើងតុកជង្គង់ដែរជង្គង់ទៅមកណែជង្គង់របស់បង្គោលគៀវជង្គង់បង្គោលក្រហមជង្គង់បង្គោលគៀវបង្គោលក្រហមបាទលោកគ្រូអញ្ញាកណ្ដាលនិយាយសិនបាទទាំងពីរអ្នកនេះគឺថានៅខាងខេត្តបាត់ដំបងដូចគ្នាមកតែហាត់នៅក្រុមផ្សេងបាទឡើងមកលើសៃមានអេស្ទ្រីបអត់មានអែលបានទេបាទជង្គង់របស់បង្គោលក្រហមបញ្ញាភក្តីបាទលោកគ្រូអញ្ញាកណ្ដាលនិយាយទៀតបាទឡាបុនច័ន្ទបង្គោលខៀវបង្គោលក្រហមទឹកកាត់ខ្លាញ់មួយចាប់ជើងជាប់អាយ៉ាបាទដួលដៃមួយចលូធាក់ជើងចាប់ទៀតហើយទុកជង្គង់មួយទៅវិញទៅមកបោកដួលអាយយបាទឡាបុនច័ន្ទនេះមិនធម្មតាទេបាទបញ្ញាភក្តីក៏ល្អដែរអ្នកខៅជួយមួយរបស់បុនច័ន្ទកៅស្ដាប់មើលក្នុងចំហបាទលោកគ្រូអញ្ញាកណ្ដាលរត់ទៅខត់សិនធាក់ជើងរបស់ភក្តីបុនច័ន្ទធាក់មួយរបស់ឡាបុនច័ន្ទបាទមួយបាទធាក់ជើងទៀតរបស់ឡាបុនច័ន្ទបាទជើងរបស់បុនច័ន្ទខៅជួយស្ដាប់អ្នកបុកជង្គង់របស់កុកក្រហមបុកជង្គង់មួយទៀតបោកអត់ដួលបានមកជង្គង់របស់បង្គោលខៀវលោកគ្រូសាច់បុកកើតបានជុំសិនចលូអ្នកជួយស្ដាប់របស់បង្គោលក្រហមបញ្ញាភក្តីបុកជង្គង់មួយរបស់ឡាបុនច័ន្ទចាប់គ្រាជង្គង់របស់បញ្ញាភក្តីបុនច័ន្ទសងវិញចាប់បោកអត់ដួលចាប់គ្រាបាទស្រឡាញ់គ្រាតិចគូនេះបាទអ្នកជើងរបស់បញ្ញាភក្តីអ្នកគុំរបស់លំតែកៅជួយស្ដាប់មកជង្គង់មួយរបស់បង្គោលក្រហមគ្រាជង្គង់របស់បង្គោលខៀវជង្គង់តែរបស់បង្គោលក្រហមមួយពីរជង្គង់ទៅជង្គង់មកហៅពុះទឹកមួយរបស់បង្គោលខៀវតបជើងក្រោមមួយរបស់បញ្ញាភក្តីជួយស្ដាប់របស់បញ្ញាភក្តីមកជង្គង់ជួយមួយចាប់គ្រាអត់ដួលមកជង្គង់ឡើយរបស់បង្គោលខៀវចាប់គ្រាជង្គង់តែបន្តការប្រកួតទៀតចលូតកជើងតកសោមិនអត់ត្រូវណែមកចូលមកជួយស្ដាំមកគូទឹកមួយវាយជង្គង់មួយទៀតរបស់បង្គោលខៀវជង្គង់បង្គោលក្រហមវិញជង្គង់បង្គោលក្រហមជង្គង់បង្គោលខៀវបាទតែវិញទៅមកជង្គង់តែចាប់មកជង្គង់របស់បញ្ញាភក្តីបន្តការប្រកួតនេះចប់ទៅហើយយ៉ាងជើងតកសោវិញរបស់បង្គោលក្រហមបញ្ញាភក្តីចលូដល់ចូលតុកជើងក្រោមអត់ត្រូវដូចគ្នាចូលខាងបានស្លាប់មួយចប់ម៉ែគូពិសេសទី1ទឹកទី2បាទលោករាជចូលដល់ការប្រកួតបាគូពិសេសក្រាពិសេសមហាពិសេសក្រាគូពិសេសជាតិទី1ទឹកទី2រហូតកីឡាករបញ្ញាភក្តីបានប្រកួតស្ថិតនៅក្នុង10ដងភក្តីគេប្រកួត11ដងរៀបឡាបុនច័ន្ទ9ដងតែជំរឿណាមកដល់ប្រព័ន្ធគ្នានៃការប្រកួតនេះជំរុំឬក៏ប្រវត្តិនៃការប្រកួតរវាងកីឡាករទាំងពីរ
លោកគ្រូសាច់បុកកើតទៅជាកីឡាករទាំងពីរតការប្រកួតទៅទៀតហើយគីឡូទៅគីឡូមកអរគុណទៅដល់ខ្មែរបរិជានិងប្រទេសគេជីបងហើយជាអ្នកឧបត្ថម្ភវិស័យកីឡាគុណនានៅក្នុងប្រទេសជាតិកម្ពុជាចាប់ជើងស្វប់ទាត់ជើងក្រោមទួលបាទពីសំណាក់កីឡាករភក្តីបាទបញ្ញាភក្តីចាប់អោបចាក់ជង្គង់បាទអ្នកទាំងពីរបញ្ញាភក្តីមកពីឯកភ្នំរួចឡាមួយចាន់នេះគឺអ្នកនៅមុំស្រុកមុំនៅបងប្អូននៅមុំព្រាមបាទស្អែកខ្សែប្រវត្តិ3ខ្សែទៅដល់ទឹកដីរបស់បងប្អូនហើយបាទពៀនមួយអក្សរប៉ាលីប្រាក់មួយអាយអូយឡាមួយចាន់មកជឿមិនធម្មតាទេបាទដូរគ្នាទៅវិញទៅមកទូទី2គីឡូ54មានអ្នកបាត់ដបងមួយទៀតមកគោលបាទជាចាប់ចាក់ទៅវិញទៅមកដូចគ្នាលោកគ្រូបូកកើតគឺញ៉ៃកីឡាករទាំងពីរហ្នឹងជាអាញាកណ្ដាលសម្របសម្រួលលើសង្វៀនឥឡូវគីឡូតាំងឃុំទៅវិញទៅមកដូចគ្នាអ្នកបាត់ដបងបាទអ្នកបាត់ដបងដែរជង្គង់របស់ឡាមុនចាន់ចាប់បោកកន្លែងនេះរបស់បញ្ញាភក្តីភក្តីអត់អីជាតាំងឃុំដែរចូលមកដល់ពេញពុកអូយមកឲ្យខាងស្ដាំរបស់ឡាមុនចាន់ចាប់អោបជាប់ចាប់អោបជាប់ជាផ្ទះជង្គង់ទៅវិញដូចគ្នាផ្ទះទៅផ្ទះមកម្នាក់មកជង្គង់បាទនេះយើងមានការប្រកួត5មួយគូអ្វីដែលเป็นการប្រកួតអន្តរជាតិមានដល់4គូឯណោះបាទចឹងច្រើនគូពិសេសទៀតគឺយើងមានតែ2គូទេគូ1និងគូ2ចាប់ទៅគូ3ដល់ដល់គូ6គឺគូពិសេសអន្តរជាតិបាទយើងជួបដល់ឯងបោះជើងក្រោមមួយដល់មកចាំបោះគូមួយទៀតមកដល់មកចាំឡាបចាំដល់ជង្គង់មិនធម្មតាទេបាទជង្គង់ទៅជង្គង់មកដាក់បាត់ដបងទី2គឺកីឡាករណាងសីហាបាទប៉ះជាមួយនឹងបាទផលពេជ្រធានជួលកន្លែងនេះកែក៏លឿនជង្គង់ក៏លឿនចាប់ព្រីទៅវិញទៅមកអង្កែជួលកែកន្លែងមួយទៀតបាទពីកីឡាករបញ្ញាភក្តីយកចាក់ជង្គង់ចាក់តោជាប់មានតែលោកគ្រូអញ្ញាការ៉ាទេដែលអាចទៅដោះតនេះបានបាទពេលវេលានៃការប្រកួតដល់12នាទីជាងទី1ទេបាទជាយកចាក់ជង្គង់របស់បញ្ញាភក្តីហើយចាប់ព្រីជាប់ព្រីទៅវិញទៅមកដូចគ្នាលោកគ្រូអញ្ញាការ៉ាក៏ជួយទៅព្រួលភាសាទៀតនៅទឹកទី2នេះកាន់តែគឺមែនទេហើយដែរចូលចាប់ព្រីហើយកែទៅវិញចាប់ទឹកទី2បាទទឹក3ហើយបងប្អូនវាយអត់ពីសមត្ថភាពណាបាទដល់ឡាបញ្ចាក់បង្គោលខៀវបង្គោលរបស់បញ្ញាភក្តីតបកាត់តម្លៃរបស់បង្គោលខៀវមួយតបទៅជើងទៀតធាក់ទៅវិញទៀតចាក់បាក់ខៅស្ដាំបង្គោលរបស់ជង្គង់ជួយបង្គោលខៀវស្ដាំខៀវជួយកំហុសបាទជួយបង្គោលត្រហមតែជង្គង់ញាប់ណាគីឡូដូចគ្នាណាចេញមុនខៅជួយដូចគ្នាខុសទៅ2អត់គីឡូនេះតបទៅជើងរបស់បង្គោលក្រហមចាប់អោជង្គង់របស់បង្គោលក្រហមចាក់វាអត់អីបាទលោកគ្រូសែតបង្កើតជាអ្នកបញ្ជាការប្រកួតនេះទឹក3ហើយខៅជួយណាបុកជង្គង់មួយជង្គង់សបពីបង្គោលទៀតជង្គង់ឡើងបង្គោលក្រហមចាក់បោមើលអត់ដូចអីយ៉ាតែគីឡូស្រាលអត់បោកអត់ដូចស្រួលទេតែចូលឈ្មោះជង្គង់ទៅជង្គង់មកយើងទាធ្វើជាទេអត់នេះជង្គង់មួយទៀតរបស់បញ្ញាភក្តីអ្នកមួយតបទៅជើងទៀតរបស់ពុទ្ធចាន់បាទចាប់គ្រាទីនេះយយអត់ចេញកែទេណាពុកចូលមួយអោបបាទយយមួយអត់ចេញទេឡាពុទ្ធចាន់នៅលើគីឡូបញ្ញាភក្តីចាំត្រង់ណាជង្គង់របស់បង្គោលក្រហមចាក់គ្រាខៅគូទឹកមួយរបស់ឡាមុនចាន់ជង្គង់របស់បង្គោលក្រហមជង្គង់របស់បញ្ញាភក្តីជង្គង់កែងទៅលើរបស់ឡាមុនចាន់តែកែងសងជង្គង់ទៀតបាទលោកគ្រូអញ្ញាកណ្ដាលបញ្ជុកការឡាមុនកុសិនទីមកកណ្ដាលណែបកកែងមួយរបស់បង្គោលខៀវចាប់គ្រាជង្គង់មួយរបស់ឡាមុនចាន់តែមកជើងទៀតអូហូយណែជង្គង់សងពីបញ្ញាភក្តីអាយ៉ាចុកទឹក3ហើយមកចាប់ដើមវិញណែចាប់អោបជង្គង់របស់បង្គោលក្រហមបាទ
បចូលតែថាជួយស្ដាមចូលហូធ្វើអត់ចេញទេបាទកាត់តឡាក់មើលមកបង្គោលខៀវជង្គង់របស់បង្គោលក្រហមរុញអត់ទៅជ្រុះស្វែងតកាត់តឡាក់ជួយរបស់បង្គោលក្រហមតោះជើងសិនតោះជើងលួចជួយអ្នកកណ្ដាលញីបាទជ្រុះពីស៊ូទៅវិញលោកគ្រូបាទសូមជួយមើលតិចសិនបាទលាងឲ្យស្អាត បន្តការប្រកួត តមុខទៀតចូលចាប់អោបគ្រីជង្គង់របស់បង្គោលខៀវជង្គង់សោពីបង្គោលក្រហមជង្គង់ទៅជង្គង់មកអ្នកបុកកែចូលរបស់បង្គោលខៀវកែរបស់បង្គោលខៀវកែរបស់ជង្គង់តែពីបញ្ញាបក្រីកែរបស់បង្គោលខៀវ អូយ3ទឹកពេញបងប្អូនក្រហមឬខៀវឬក្រហមអូគេថាខៀវទឹកច្រើនណាស់ណា បងប្អូនបើក្រហមបងប្អូនដឹងហើយគ្រូរបស់ក្រហមបាទគឺថាសិស្សប្អូនរបស់ហាន់ពីសិស្សប្អូនរបស់ចិត្តសេរីបានផងតែខៀវនេះគឺខៀវកីឡាករជន់បត់ឲ្យសតសាស្ត្រអ្នកបាត់ដំបងដែរប៉ុន្តែគេថាបែបសង្កាត់បត់យកបាទបែបបាត់ដំបងណាបាត់ដំបងអូត្រកឈៀវត្រកខៀវបញ្ញាអរគុណច្រើនបងប្អូនឥឡូវនេះសូមទស្សនាជាមួយនឹងរូបភាពយឺតកម្មវិធីទឹកទី3បាទគេឈ្មោះឡាបន្លយហើយតាមពិតទៅតបន្លយឈ្មោះគេមិនទេឈ្មោះឡាបន្លយទេឡាបន្លយបាទអញ្ចឹងខ្ញុំជម្រាបជូនបងប្អូនដល់ទៅដោយសារចេះឡាបន្លយទៅលោកគ្រូហាប់ទាំខ្ចីពីលោកគ្រូនោះមកបាទអញ្ចឹងបានមានខ្ចីកីឡាករទៀតបាទអញ្ចឹងខ្ញុំមិនអោយគ្រូដើមគាត់អត់តមុនចិត្តទេគឺខ្ញុំទៅក្រុមការងារយើងតាមរកគ្រូដើមបាទអញ្ចឹងអត់អីទេគ្រូណាបាទអញ្ចឹងស្រាយចម្ងល់អញ្ចឹងចាប់ពីពេលទៅបើសិនបើតបន្លយដាក់ឈ្មោះឡាបន្លយបងប្អូនគាត់ឆ្ងល់អញ្ចឹងឡាបន្លយគឺឈ្មោះគាត់ស៊ីនហ្មងបាទអរគុណដល់បងប្អូនក្រហមឬខៀវឬក្រហមបាទសូមស្ដាប់លទ្ធផលនៃការចម្លើយការណាថាប្រទេសជាទីគោរពលោកលោកស្រីនិងកញ្ញាជាទីមេត្រីបន្ទាប់ពីការប្រកួត3ទឹកពេញយ៉ាងស្វិតស្វាញបំផុតគណៈកម្មការតែប្រាប់ដល់បន្ទុកដោយឯកច្ឆានជូនបង្គោលខៀវឡាបចាន់